Hello ក៏ដូចជាសួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់ការសម្ដែងនៃសាច់រឿង Anime របស់ខ្ញុំដែលថ្ងៃនេះយើងនឹងមកធ្វើការសម្ដែងនៃសាច់រឿង I've been killing slime for 300 years and it maxed out my level ស្គមតើអ្នកទាំងអស់គ្នាជួយចុច like subscribe និងដាក់សញ្ញាកណ្ដឹងឲ្យរូបខ្ញុំផងណាតោះកុំឲ្យខាត់ពេលវេលាយូរយើងចូលទៅសាច់រឿងតែម្ដងទៅ Azusa គឺជាបុគ្គលិកការិយាល័យម្នាក់នៅក្នុងប្រទេសជប៉ុនដែលបានស្លាប់ដោយសារតែការងារហួសកម្លាំងនៅក្នុងអាយុ27ឆ្នាំនៅពេលដែលនាងស្លាប់នាងបានទៅជួបនឹង Goddess ម្នាក់ដោយអាណិតនាងហើយក៏បានសម្រេចចិត្តបញ្ជូននាងទៅកើតជាថ្មីនៅក្នុងពិភពលោកមួយផ្សេងទៀត Goddess បានផ្ដល់នូវពរជ័យដល់ Azusa ដោយធ្វើឲ្យនាងក្លាយទៅជាមេធ្មប់អមតៈនិងមានរូបរាងដូចជាក្មេងស្រី17ឆ្នាំជានិច្ច Goddess បានប្រាប់ Azusa ថានាងសង្ឃឹមថា Azusa នឹងរស់នៅក្នុងជីវិតថ្មីមួយនេះដោយសប្បាយរីករាយគ្មានភាពតានតឹងនិងខុសប្លែកពីជីវិតមុនរបស់នាងដោយពោរពេញទៅដោយការងារ Azusa បានចាប់ផ្ដើមជីវិតថ្មីរបស់នាងនៅក្នុងតំបន់ជនបទដ៏ស្ងប់ស្ងាត់មួយដែលមានទេសភាពដ៏ស្រស់ស្អាតនាងបានកសាងផ្ទះតូចមួយនៅលើកំពូលភ្នំហើយបានប្តេជ្ញាចិត្តថានឹងរស់នៅបែបសាមញ្ញដោយចំណាយពេលវេលាធ្វើសួនដាំឱសថនិងបរបាញ់ស្លែមដែលជាសត្វចម្លែកកម្រិតទាបបំផុតនៅក្នុងតំបន់នោះដើម្បីរកប្រាក់ចិញ្ចឹមជីវិតស្លែមពិតជាងាយស្រួលកម្ចាត់ខ្លាំងណាស់ដូច្នេះហើយ Azusa បានសម្លាប់ពួកវាជារៀងរាល់ថ្ងៃអស់រយៈពេល300ឆ្នាំនាងមិនបានប្រឹងប្រែងខ្លាំងពេកនោះទេគឺគ្រាន់តែសម្លាប់ស្លែមតិចតួចជារៀងរាល់ថ្ងៃដើម្បីទទួលបាន Magic Stone ដែលនាងអាចយកទៅលក់នៅក្នុង Guild អ្នកផ្សងព្រេងដែលនៅភូមិក្បែរនោះដោយសារតែនាងបានបន្តសម្លាប់ស្លែមអស់រយៈពេលជាយូរមកហើយទោះបីជានាងមិនបានដឹងខ្លួនក៏ដោយតែកម្រិតរបស់ Azusa បានកើនឡើងយ៉ាងខ្លាំងថ្ងៃមួយនៅពេលដែលនាងបានទៅលក់ Magic Stone ដោយសពមួយដងបុគ្គលិកថ្មីម្នាក់នៅក្នុង Guild អ្នកផ្សងព្រេងបានកំណត់សម្គាល់ឃើញកម្រិតរបស់នាងហើយក៏ភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយនាងបានឈានទៅដល់ level 99ដែលជាកម្រិតខ្ពស់បំផុតដោយដំណឹងអំពីធ្មប់កម្រិត99ដែលរស់នៅលើភ្នំបានរីករាលដាលយ៉ាងឆាប់រហ័សមិនយូរប៉ុន្មានអ្នកផ្សងព្រេងជាច្រើនអ្នកដែលចង់មកសាកល្បងកម្លាំងរបស់ពួកគេបានចាប់ផ្ដើមមកជួប Azusa នៅផ្ទះរបស់នាង Azusa ដែលមិនបាច់ប្រឹងប្រែងអ្វីច្រើននាងបានកម្ចាត់ពួកគេយ៉ាងងាយស្រួលនិងឆាប់រហ័សពួកគេភ្ញាក់ផ្អើលនឹងកម្លាំងរបស់នាងហើយចាប់ផ្ដើមភ័យខ្លាចនិងគោរពនាងតាំងពីពេលនោះមកកាត់មកដល់ល្ងាចឡើងឡៃកាដែលជាអ្នកក្រហមដ៏ខ្លាំងពូកែបានមកដល់ផ្ទះ Azusa ដោយកំហឹងនិងប្រកាសអំពីគោលបំណងចង់ប្រយុទ្ធដើម្បីបញ្ជាក់ពីភាពខ្លាំងរបស់ខ្លួន Azusa បានព្យាយាមបញ្ចុះបញ្ចូលនាងថានាងមិនចង់ប្រយុទ្ធទេប៉ុន្តែឡៃកាមិនព្រមស្ដាប់ដូច្នេះហើយការប្រយុទ្ធក៏បានចាប់ផ្ដើមឡើងឡៃកាបានបាញ់វេទមន្តភ្លើងរបស់នាងទៅកាន់ Azusa ប៉ុន្តែត្រូវបានរារាំងយ៉ាងងាយស្រួលដោយ Magic Berry របស់ Azusa ភ្លាមៗនោះ Azusa ក៏បានវាយបកទៅកាន់ឡៃកាវិញដោយឃើញបែបនេះនាគក្រហមបានភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះល្បឿននិងកម្លាំងរបស់មេធ្មប់ទោះបីជាឡៃកាបានព្យាយាមវាយប្រហារជាច្រើនដងក៏ដោយក៏នាងមិនអាចទម្លុះការការពាររបស់ Azusa បានឡើយបន្ទាប់ពីការប្រយុទ្ធយ៉ាងខ្លីឡៃកាដែលជាសត្វនាគក្រហមដ៏ខ្លាំងពូកែបានរងនៅបរាជ័យយ៉ាងឆាប់រហ័សដោយកម្លាំងលើសលប់របស់ Azusa ដែលមានការភ្ញាក់ផ្អើលឡៃកាក៏បានបំលែងខ្លួនទៅជារូបរាងមនុស្សដែលជាក្មេងស្រីវ័យក្មេងម្នាក់ហើយបានបន្ទាបខ្លួនសុំ Azusa ធ្វើជាគ្រូរបស់នាង Azusa ដែលមានចិត្តល្អនិងមិនចង់ឲ្យឡៃកាត្រឡប់ទៅរស់នៅឯកោវិញក៏បានយល់ព្រមទទួលឡៃកាធ្វើជាសិស្សរបស់នាងចាប់ពីពេលនោះមកឡៃកាបានចាប់ផ្ដើមរស់នៅជាមួយ Azusa នៅលើភ្នំដែលហៅ Azusa ថា Master ដោយគោរពនិងជួយកិច្ចការ Azusa ផ្សេងៗ